បាទសួស្តីអញ្ចឹងថ្ងៃនេះខ្ញុំមានជាវីដេអូមួយចង់បង្ហាញអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងនៅពេលដែលយើងទទួលបាននៅ list បងណាបាទពេលយើងទិញអីវ៉ាន់ណាអញ្ចឹងអ្នកនរគ្នាគួរតែប្រើតារាងមួយដើម្បី record វាងាយស្រួលនៅថ្ងៃក្រោយគឺយើងហៅវាយកមកប្រើវិញណាបាទតម្លៃមិនបាច់ចាំយើងចេះទៅសួរគេរហូតទេអញ្ចឹងយើងអាច record តាមតារាងមួយដាក់ថា material list ក៏បានដែរអញ្ចឹងនៅក្នុងនេះខ្ញុំមានជាឧទាហរណ៍មួយបាទមានន័យថាអ្នកនរគ្នាអាចធ្វើតាមនឹងក៏បានធ្វើតាមវិធីផ្សេងក៏បានដែរអញ្ចឹងរបៀបខ្ញុំធ្វើមានន័យថាទី1ខ្ញុំមាន category type supply year contact material brand អញ្ចឹងទៅបាទຂະຫນາດហើយនឹងតម្លៃរបស់វាអញ្ចឹងនៅពេលដែលខ្ញុំមានទាំងអស់នេះគឺយើងចង់រើសយកឧទាហរណ៍ណាឧទាហរណ៍ថាយើងចង់រើសយកតែប្រភេទអីគេបាទប្រភេទដែកអញ្ចឹងយើង select តែប្រភេទដែកមកដែកឬក៏ប្រភេទតែដែក E ណាបាទអញ្ចឹងយើងអាច select អញ្ចឹងហើយយើងមាន supplier ហើយនឹងតម្លៃតែម្ដងអញ្ចឹងណាអញ្ចឹងថ្ងៃក្រោយយើងងាយស្រួលឧទាហរណ៍ថាឥឡូវយើងចង់ update វាអ្នកនរគ្នាអាច update វាមកដោយ insert វាបែបអញ្ចេះបាទ insert វាហើយយើងសរសេរថ្មីមកអញ្ចឹងក្នុងករណីយើងរកឃើញថ្មីណាបាទតែបើអត់ទេយើងសរសេរតែប៉ុណ្្នឹងមកហើយ material នៅក្នុងវិស័យសំណង់វាមិនសូវច្រើនទេអញ្ចឹងអ្នកនរគ្នាអាចធ្វើទៅតាម list នេះមកមានស្រាប់ហើយអញ្ចឹងខ្ញុំគិតថាងាយស្រួលបាទងាយស្រួលអញ្ចឹងនៅពេលដែលយើងទៅធ្វើ quote កន្លែងណាយើងមានតារាងនឹងមួយមកយើងអាចប្រើបន្តរហូតរាប់ឆ្នាំបានណាបាទអូខេអរគុណច្រើន